សួស្តីបងប្អូនថ្ងៃនេះខ្ញុំមករេស្តូរ៉ង់មួយឈ្មោះប្រហុកបាទចំការនៅចិត្តផ្ទះបាទអត់បានមកហើយជា1គីឡូពីផ្ទះនៅសៀមរាបបាទឥឡូវនេះផ្លូវចូលគេមុនកន្លែងហ្នឹងកន្លែងអាហារទឹកក្មេងៗលេងឥឡូវគេ convert ទៅជារេស្តូរ៉ង់សម្រាប់យើងមកញ៉ាំអាហារវាបែបជាខ្មែរបាទគេមានផ្ទះឈើនេះមួយបាទស្អាតបាទហើយជុំវិញហ្នឹងគឺមានសួនស្អាតមែនតើណាបាទគេមានសួនគេមានជាស្ពាននៃតាមបឹងឈូកបឹងអីហើយជុំវិញហ្នឹងគេមានខ្ជុះបាទខ្ជុះមួយបាទថ្ងៃនេះថ្ងៃអាទិត្យខ្ញុំមកអត់បានកក់មុនបកអ៊ីងខ្ជុះនេះអស់លេងមាននៅអង្គុយនោះវាជាតុកនៅជាប់កន្លែងបឹងមួយទៀតបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នានៅទស្សនភាពខាងស្រុងបាទហើយនេះយើងថ្ងៃនេះថ្ងៃទឹកភ្ញៀវមកច្រើនក៏សមដែរបាទហើយនេះគេមានជាបឹងបាទជាបឹងឈូកតូចល្មមដែរប៉ុន្តែបឹងនេះគេមានស្ពានឆ្លងកាត់ចឹងទៅបាទហើយជុំវិញហ្នឹងមានដើមឈើដើមអីចឹងណាមានដើមជ្រៃដើមអីខាងមានផ្ទះឈើនេះស្អាតផ្ទះឈើផ្ទះបុរាណហើយខាងខ្ញុំនោះអត់មានកន្លែងចឹងគេឲ្យគួយលើតុបាទប៉ុន្តែมันជាអន់ណាសំរុំដែរបាទហើយនេះគេមានសួនសត្វនៅថ្ងៃនេះដូចសត្វមានអច្ចារ្យមានតិចដែរនេះគង់លេងឲ្យចំណីសត្វប៉ប៉ែនឹងមួយដែរចឹងហើយយើងមកអង្គុយនៅលើតុនេះគេរៀបចំនៅក្រុមឆាត់មានជាប់នេះកន្លែងមុនភូលមុនណាជាភូលឥឡូវគេអត់ដាក់ភូលទេជាបឹងអីយ៉ាងវិញទៅបាទឥឡូវនេះយើងមានមហូបខ្ញុំកំឡុងមកស្ទុះដែរឥឡូវចេញមកល្មមមានអីខ្លះទេមានមហូបខ្មែរបងប្អូននេះត្រីដុតអំបិលជាមួយនឹងទឹកជ្រលក់មានបរិខ្ចីមានស្វាយមានក្តាមប្រៃហើយនេះសម្លមួយជូរគួរក្តាមបាទគេឥឡូវយើង enjoy ជាមួយគ្នាទាំងអស់គ្នាអូខេនេះក្តាមប្រៃឆ្ងាញ់តែបងប្អូនដាក់ជាមួយនឹងត្រីបិណ្ឌផតញ៉ាំខ្លួនឯង